គុណលឹះសំខាន់នឹងងាយក្នុងការព្យាបាលជំងឺរលាកក្រពះពោះវៀនដោយខ្លួនឯងសម្រាប់បងប្អូនបាននៅឆ្ងាយពីមន្ទីរពេទ្យដើម្បីដោះស្រាយបញ្ហាប្រឈមមុខបណ្ដោះអាសន្នសិនបាទសួស្តីបងប្អូនទាំងអស់គ្នាបាទសម្រាប់វីដេអូនេះគឺខ្ញុំចង់ចែករំលែកនៅវិធីសាស្ត្រក្នុងការបាទព្យាបាលសម្រន់និងថែទាំបាទបងប្អូនអ្នកមានជំងឺរលាកក្រពះពោះវៀនដោយខ្លួនឯងនៅផ្ទះបាទឧទាហរណ៍ថាដូចជាបងប្អូននៅឆ្ងាយពិបាកយកបងប្អូនយើងដែលមានជំងឺហ្នឹងមកមន្ទីរពេទ្យអញ្ចឹងយើងអាចធ្វើតាមវិធីដូចខាងក្រោមនេះបានណាបងប្អូនបាទបងប្អូនទី1គឺបងប្អូនត្រូវការបង្គ្រប់ជាតិទឹកឲ្យពួកគាត់បាទតាមរយៈការហូបទឹកបាទឲ្យបានច្រើនគឺទឹកឆ្អិនដាំពុះណាបងប្អូនណាដើម្បីការពារការខ្សោះជាតិទឹកដែលបណ្ដាលមកពីជំងឺបាទគ្រុនក្តៅជំងឺរលាកក្រពះពោះវៀនផងដែរទី2ត្រូវឲ្យពួកគាត់ញ៉ាំអាហារដែលមានថាមពលដែលមានសុខភាពបាទដូចជាបបរភ័ក្របាទព្រោះអាហារទាំងអស់នេះគឺជាប្រភេទអាហារដែលមានថាមពលហើយងាយរំលាយសម្រាប់សាច់វិញគឺបងប្អូនត្រូវឲ្យគាត់ញ៉ាំសាច់មាន់បាទនិងសាច់ត្រីពីព្រោះសាច់ទាំងពីរប្រភេទនេះគឺវាមិនសម្បូរជាតិខ្លាញ់ហើយវាងាយរលាយបាទនៅក្នុងក្រពះរបស់យើងសម្រាប់ផ្លែឈើមានផ្លែចេកព្រោះផ្លែចេកវាមានជីវជាតិគ្រប់គ្រាន់វាមិនធ្វើឲ្យប៉ះពាល់ដល់ក្រពះពោះវៀនរបស់យើងនៅពេលមានជំងឺជៀសវាងការញ៉ាំភេសជ្ជៈមួយចំនួនដូចជាទឹកដោះគោឆៅគ្រឿងកំប៉ុងទឹកផ្លែឈើដែលមានរសជាតិផ្អែមខ្លាំងដែលនាំឲ្យពួកគាត់មានជំងឺរាគកាន់តែធ្ងន់ធ្ងរទៅនៅពេលដែលគាត់មានជំងឺរលាកក្រពះពោះវៀនប្រើថ្នាំព្យាបាលជំងឺក្រពះពោះវៀនបើសិនវាបង្កទៅដោយមេរោគឧទាហរណ៍ដូចជាស៊ីប្រូហ្វ្លុកសាស៊ីនអឺសូមេប្រាហ្សូលអាល់បងដាសូលសម្រាប់ឲ្យបានច្រើនដើម្បីផ្ដល់ឲ្យរាងកាយរបស់យើងសម្រាប់ផងដែរនិងវាអាចនាំឲ្យឆាប់ជាសះស្បើយពីជំងឺរលាកក្រពះពោះវៀនសូមជៀសវាងកុំប្រើថ្នាំបំបត្តិរាគបំបត្តិក្អួតដោយគ្មានវេជ្ជបញ្ជាព្រោះថ្នាំទាំងអស់នេះវានាំឲ្យមានការបង្ករោគក្នុងពោះកាន់តែធ្ងន់ធ្ងរផ្ដល់ថ្នាំបញ្ចុះកម្ដៅដូចជាប៉ារ៉ាសេតាមុលជៀសវាងកុំប្រើថ្នាំបញ្ចុះកម្ដៅដទៃទៀតក្រៅពីប៉ារ៉ាសេតាមុលដោយគ្មានវេជ្ជបញ្ជាដែលនាំឲ្យមានការរលាកក្រពះកាន់តែធ្ងន់ធ្ងរសម្រាប់មនុស្សធំប៉ារ៉ាសេតាមុលយើងឲ្យ2គ្រាប់ហូបតែម្ដងសម្រាប់កុមារយើងឲ្យ10មីលីក្រាមក្នុង1គីឡូក្នុងមួយដងក្នុងករណីដែលមិនទាន់បានធូរស្អាលយើងរកវិធីសាស្ត្រដើម្បីបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យឬក៏ដូចជាមកពិភាក្សាជាមួយគ្រូពេទ្យដើម្បីផ្ដល់ឱសថតាមសរសៃបាទទាំងនេះហើយគឺជាគន្លឹះដែលយើងមើលថែទាំព្យាបាលអ្នកជំងឺរលាកក្រពះពោះវៀនបាននៅផ្ទះដោយខ្លួនឯងក្នុងករណីដែលយើងនៅឆ្ងាយពីមន្ទីរពេទ្យលំបាកក្នុងការយកអ្នកជំងឺមកមន្ទីរពេទ្យជាបណ្ដោះអាសន្នយើងគួរតែព្យាបាលតាមលក្ខណៈដូចបានរៀបរាប់ខាងលើបាទបើសិនជាករណីមិនទាន់ធូរស្រាលទេបងប្អូនរូតរះប្រញាប់យកអ្នកជំងឺមកកាន់មន្ទីរពេទ្យដើម្បីជួបនឹងធ្វើការពិភាក្សាផ្ដល់ឱសថតាមបាទផ្លូវតាមសរសៃបាទចឹងសម្រាប់វីដេអូនេះគឺខ្ញុំបាទមានការចែករំលែកប៉ុណ្ណឹងបាទជួបគ្នានៅវីដេអូក្រោយទៀតនឹងសូមជម្រាបលាណាបងប្អូនបាទសូមអធិស្ឋានរាល់កំហុសខុសឆ្គងទាំងអស់ដែលកើតមានឡើងជាយថាហេតុបាទ